កុងគារៀបប្រជាដោយមច្ឆាជាមន្ត្រីរាជការធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អតាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយទំនួលខុសត្រូវយុត្តិធម៌និងតម្លាភាពខ្ញុំបានដឹងថាបងធ្លាប់ជាគ្រូបរិញ្ញាបត្រម្នាក់អស់រយៈពេល6ឆ្នាំហើយពេលនោះមិនបានបងសម្រេចបោះបង់អាជីពជាគ្រូបរិញ្ញាបត្រហើយមកប្រឡងចូលជាសិស្សមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាលចាមូលហេតុដែលខ្ញុំសម្រាប់ចិត្តបោះបង់អាជីពជាគ្រូបរិញ្ញាបត្រមកជាសិស្សមន្ត្រីជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាលដោយសារខ្ញុំមើលឃើញថាផលភាពការងាររបស់វាគឺវាធំធេងវាជួយប្រទេសជាតិបានច្រើនដោយឡែកគ្រូបរិញ្ញាបត្រគឺយើងប៉ុន្តែយើងជួយមែនប៉ុន្តែយើងជួយបានលក្ខណៈបុគ្គលនេះគឺវាមានវិសាលភាពធំជាងហើយទី2ហ្នឹងដោយសារមូលហេតុសំខាន់ដែរគឺខ្ញុំជាមនុស្សស្រីអញ្ចឹងខ្ញុំទៅបរិញ្ញាបត្រនៅកន្លែងណាឆ្ងាយពីផ្ទះអញ្ចឹងពេលដែលបើជាប់មកកន្លែងដែលនៅជិតផ្ទះគឺវាបង្កភាពងាយស្រួលដល់អញ្ចឹងកាលសម្រាប់ចិត្តថាបោះបង់អាជីពជាគ្រូបរិញ្ញាបត្រហ្នឹងវាពិបាកខ្លាំងឯងនិយាយទៅពិបាកដែរដោយសារតែយើងធ្វើការងារហ្នឹងមកអស់រយៈពេល6ឆ្នាំដែរចិត្តនៃការស្រឡាញ់ហ្នឹងក៏វាមាននៅក្នុងនឹងដែរអញ្ចឹងតែអីជាតម្រូវការរបស់យើងហ្នឹងក៏យើងត្រូវការផ្សេងដែរអញ្ចឹងវាធ្វើឲ្យយើងត្រូវធ្វើការសម្រេចចិត្តថាត្រូវតែដាក់ពាក្យចូលរួមប្រឡងដើម្បីបំពេញតម្រូវការរបស់យើងអញ្ចឹងបាទចុះការពេលដែលបងត្រៀមខ្លួននៅក្នុងការប្រឡងជាគ្រូបរិញ្ញាបត្រកាលមុនហ្នឹងកាលពីយូរណាស់មកហើយហ្នឹងវាយើងប្រឹងខ្លាំងឯងកាលចានិយាយទៅការហ្នឹងគឺយើងប្រឹងខ្លាំងអូនដោយសារអីគេយើងមកជំនាញដែរឬក៏ឯកទេសដែលយើងដាក់ប្រឡងហ្នឹងគឺឯកទេសអង់គ្លេសខ្មែរអញ្ចឹងយើងអត់សូវបកកាអង់គ្លេសឯពេលហ្នឹងអូនយើងចប់ទៅបញ្ចប់ទី12អីអញ្ចឹងណាអញ្ចឹងយើងត្រូវខំប្រឹងមើលមេរៀនមែនតើធ្វើលំហាត់ស្រាវជ្រាវសរសេរអីបន្ថែមអញ្ចឹងចុះហ៎បងដោយសារឥឡូវហ្នឹងបងបានជួបមកខ្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងសាលាភូមិន្ទរដ្ឋបាលហើយអញ្ចឹងណាចាអញ្ចឹងបងគិតថាការរៀននៅសាលាភូមិន្ទរដ្ឋបាលហ្នឹងនឹងជួយបងយ៉ាងម៉េចខ្លះពេលដែលយើងត្រឡប់ទៅវិញបម្រើការជាមន្ត្រីសាធារណៈហ្នឹងអញ្ចឹងចំពោះជំនាញរដ្ឋបាលសាធារណៈនេះវាថ្មីសម្រាប់បងដែរនិយាយទៅយើងអត់ធ្លាប់បានរៀនសូត្រពីមុនមកតែต้องជំនាញហ្នឹងប៉ុន្តែឆ្លងកាត់រយៈពេល7សប្តាហ៍កន្លងមកដែលបងបានរៀននៅសាលាហ្នឹងឃើញថាបងជឿជាក់នឹងទុកចិត្តថាខាងសាលាពិតជាបានផ្ដល់មូលដ្ឋានគ្រឹះសំខាន់ផ្នែករដ្ឋបាលសាធារណៈហ្នឹងមកឲ្យបងអញ្ចឹងបងជឿជាក់ថានៅពេលដែលយើងចេញពីសាលាហ្នឹងហើយត្រឡប់ទៅបម្រើការងារធ្វើការងារប្រកបដោយប្រសិទ្ធភាពចុះការដាក់ពាក្យប្រឡងធ្វើជាសិស្សមន្ត្រីជាន់ខ្ពស់នៅភូមិន្ទរដ្ឋបាលកាលនោះបងព្រួយបារម្ភទេថាខ្លួនអាចធ្វើវាបានឬក៏ខ្លាចអាចធ្លាក់ពីការប្រឡងហ្នឹងនិយាយទៅមុននឹងសម្រេចចិត្តប្រឡងហ្នឹងគឺមានការព្រួយបារម្ភដែរដោយសារតែយើងអត់មានមូលដ្ឋានគ្រឹះសោះតែต้องជំនាញរដ្ឋបាលសាធារណៈហ្នឹងណាប៉ុន្តែអីដែលផុសនៅក្នុងខួរក្បាលខ្ញុំហ្មងគឺថាបើសិនជាថ្ងៃហ្នឹងខ្ញុំអត់ធ្វើវាអញ្ចឹងខ្ញុំក៏អត់បានវាដែរអញ្ចឹងសំខាន់គឺយើងត្រូវសាកល្បងសិនយើងត្រូវមានលក្ខណៈថា positive thinking លើខ្លួនឯងសិនណាព្រោះអីនៅពេលដែលយើងហ៊ានសម័យថានឹងធ្វើវាហើយអញ្ចឹងក្តីសម័យរបស់យើងមិនប្រកាសទេថាវាមិនបានមិនអត់ហ្នឹងហើយអញ្ចឹងពេលហ្នឹងខ្ញុំក៏សម្រេចចិត្តថាដាក់ពាក្យប្រឡងទៅដោយសារឥឡូវបងបានរៀននៅសាលាភូមិន្ទរដ្ឋបាលហើយរៀននៅនេះនឹងប្រើរយៈពេល2ឆ្នាំអញ្ចឹងក្រោយពេលដែលរៀនចប់រយៈពេល2ឆ្នាំបងនឹងក្លាយជាមន្ត្រីម្នាក់នៅសាលាខេត្តរបស់យើងគឺខេត្តព្រះវិហារចា៎អញ្ចឹងបងគិតថាអ្វីដែលបងចង់រួមចំណែកនៅក្នុងការធ្វើឲ្យប្រសើរឡើងនៅវិស័យសាធារណៈឬក៏រដ្ឋបាលសាធារណៈនៅខេត្តរបស់យើងអញ្ចឹងចំពោះនៅពេលខាងមុខខ្ញុំនឹងក្លាយទៅជាមន្ត្រីនៅរដ្ឋបាលខេត្តព្រះវិហារតែម្ដងអីដែលខ្ញុំសង្ឃឹមយ៉ាងមុតមាំហ្នឹងគឺជួយធ្វើម៉េចឲ្យសេវារដ្ឋបាលសាធារណៈរបស់យើងហ្នឹងគឺមានភាពល្អប្រសើរឡើងចាហើយមួយទៀតធ្វើឲ្យប្រជាជនគាត់មានការជឿទុកចិត្តលើរាជរដ្ឋាភិបាលតាមរយៈការអនុវត្តសកម្មភាពជាក់ស្ដែងទៅលើការងាររបស់យើងជាចុងក្រោយបងមានជាដំបូងមានអីបែបណាខ្លះដែរទៅដល់យុវជនដែលគាត់ចង់ក្លាយខ្លួនជាមន្ត្រីម្នាក់ដូចបងដែរអញ្ចឹងនិយាយទៅខ្ញុំលើកទឹកចិត្តឲ្យយុវជនរបស់យើងនឹងខិតខំប្រឹងប្រែងបដិញ្ញាចិត្តខិតខំអភិវឌ្ឍខ្លួននិយាយទៅវិនិយោគជាមួយការអប់រំឲ្យបានច្រើនដើម្បីអភិវឌ្ឍខ្លួនរបស់គាត់ហ្នឹងព្រោះថាការវិនិយោគជាមួយនឹងការអប់រំអត់មានខាតអត់មានឬក៏យ៉ាងម៉េចទេគឺមានតែចំណេះហើយនឹងបានចំណេញ